នៅក្នុងវីដេអូមួយនេះផងដែរខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនជាមួយនឹងវិធីនៃការបូករ៉េមនៅក្នុងទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាអូខេគ្រប់ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទពត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនជាមួយនឹងរបៀបនៃការបូករ៉េមក៏ដូចជាប្រើប្រាស់រ៉េមហ្នឹងនៅលើទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជារ៉េមទូរស័ព្ទដៃបងប្អូនយើងមានលក្ខណៈថាវាទាបឬក៏វាតិចអញ្ចឹងរ៉េមហ្នឹងគឺវាលក្ខណៈថាវានឹងដំណើរការហ្នឹងក៏យឺតជាងគេដែរអញ្ចឹងបើសិនជារ៉េមវាធំទំហំផ្ទុកវាធំទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាក៏ដំណើរការល្អជាងគេផងដែរអញ្ចឹងនេះគឺជាវិធីបូករ៉េមដែលមានស្រាប់នៅក្នុងទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនយើងអាចចូលទៅបូកបានជាដំបូងគឺបងប្អូនយើងត្រូវចុចចូលទៅក្នុងកម្មវិធី setting ហ្នឹងហើយចុចចូលមក setting ហ្នឹងបងប្អូនយើងចុចកន្លែងmy phone ឬក៏កន្លែងណាដែលកន្លែង memory បងប្អូនយើងហ្នឹងហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាមើលកន្លែង RAM ហ្នឹងហើយចុចមកកន្លែង RAM នេះយើងចុចកន្លែង RAM ហ្នឹងមកបងប្អូនចុចមកចុចលើវាមកក្រោយមកទៀតកន្លែងនេះយើង RAM 4អញ្ចឹងបូក4ទៀតអញ្ចឹងយើងគ្រាន់តែចុចបូកទៅលើ RAM មកហើយវាបូកមានបូកចំនួន 1G 2G និង 4G ហើយបើសិនជាអ្នកខ្លះ RAM 8បូក8អ្នកខ្លះ8បូក12បូក8ឬ12បូក12អីចឹងទៅអាស្រ័យលើទូរស័ព្ទដែលបងប្អូនទាំងអស់គ្នាកំពុងតែប្រើប្រាស់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បូកគឺគ្នាយើងថុចកន្លែងចំនួន RAM ណាមួយដែលយើងចង់បូកហ្នឹងហើយក្រោយមកទៀតគ្នាយើងត្រូវចុចសញ្ញាអូខេនៅពេលដែលគ្នាយើងចុចសញ្ញាអូខេនៅពេលដែលបូក RAM នេះគឺវាដំណើរការដោយវានឹងរលត់គ្រឿងហើយវានឹងលោតចេញមកវិញដូចជាយើង restart ទៅលើម៉ាស៊ីនផងដែរហ្នឹងហើយបើសិនជាបងប្អូនយើងត្រូវការបូក RAM គឺគេបូកបែបនេះហើយសម្រាប់ RAM ទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាគឺភាគច្រើនគឺមានទំហំផ្ទុកលក្ខណៈថាអាចនិយាយបានថា RAM យើងអាចបូកកំណត់បានយើងចង់បូក RAM ស៊ីនយើងនឹងមាន4ហើយអញ្ចឹងយើងចង់បូកថែម 2G ឬក៏ 4G ហ្នឹងអាស្រ័យទៅលើការកំណត់របស់បងប្អូនទាំងអស់គ្នាតែម្ដងអូខេនេះគឺជាវិធីនៃការបូក RAM បើសិនជាបងប្អូនយើងអត់ទាន់អាចមើលវីដេអូនេះម្ដងទៀតបានឬក៏អាចនិយាយបានថាយើងអាចមើលទៅតាមទម្រង់ឬក៏អក្សរណាដែលយើងអាចយល់បានព្រោះរាល់កម្មវិធីទូរស័ព្ទទាំងអស់ភាគច្រើនគឺវាខុសគ្នាហ្នឹងហើយខុសគ្នាពេលខ្លះអក្សរខ្លះកន្លែងខ្លះគេដាក់កន្លែងទៅលើ memory ទៅឬក៏កន្លែងខ្លះគេដាក់កន្លែង my phone ទៅអញ្ចឹងរាល់ការបូក RAM ហ្នឹងគឺយើងអាចស្វែងយល់ទៅតាមអក្សរឬក៏តួលេខណាមួយចំណុចណាមួយដែលយើងអាចចំណាំបានអញ្ចឹងនៅពេលដែលយើងបូកហ្នឹងយើងចុចអូខេទៅវានឹងលុតគ្រឿងអញ្ចឹងលុតគ្រឿងហើយវា restart ឡើងវិញដោយខ្លួនឯងអញ្ចឹងបើសិនជាបងប្អូនយើងឃើញលុតគ្រឿងអីមិនបាច់ចាំភ័យទេវានឹងលោតមកវិញដោយខ្លួនឯងតែម្ដងអូខេពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវិធីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នានៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូបន្ទាប់ទៀតជាមួយនឹងខ្ញុំបាទផងដែរ